ងអំណរគុណយើងខ្ញុំទាំងអស់គ្នាជាសមាជិកនៃកម្មវិធីមូលនិធិដើម្បីកូនកំព្រានិងចាស់ជរារដ្ឋតិចសាសសហរដ្ឋអាមេរិកមានសេចក្តីសោមនស្សសូមសម្ដែងនៅគិរវកិច្ចថ្លែងអំណរគុណពីសំណាក់សប្បុរសជនខ្មែរតិចសាសដែលមានសន្តានចិត្តសប្បុរសធម៌ក្នុងការចូលរួមឧបត្ថម្ភជាថវិកាដើម្បីធ្វើការបរិច្ចាគជាវិភាគទានដល់មន្ទីរពេទ្យគុណធបុប្ផានៃព្រះរាជាណាចក្រកម្ពុជាដែលកំពុងតែជួបបញ្ហាថវិកាទំនុកបំរុងមន្ទីរពេទ្យតាមរយៈការរៀបចំការប្រកួតកីឡាវាយកូនហ្គោលខ្មែរបាឌីខាប់កាលពីថ្ងៃទី5ខែតុលាឆ្នាំ2013កន្លងទៅថ្មីនេះជាមួយគ្នានេះដែរយើងខ្ញុំក៏សូមសម្ដែងនៅសេចក្តីអំណរអគុណដល់កីឡាករវាយកូនហ្គោលខ្មែរទាំងអស់ដែលបានចូលរួមចំណែកនាំឲ្យដំណើរការនៃការប្រកួតប្រកបដោយជោគជ័យថវិកាដែលយើងខ្ញុំទទួលបានមានចំនួនសរុប$2,000សហរដ្ឋអាមេរិកក្នុងនោះតាមរយៈសប្បុរសជនខ្មែរតិចសាសចំនួន$500និងតាមរយៈការប្រកួតវាយកូនហ្គោលចំនួន$1,500ថវិកាទាំងអស់នេះក៏បានផ្ញើទៅដល់ដៃគណៈកម្មការរដ្ឋបាលនៃមន្ទីរពេទ្យគុណធបុប្ផារួចរាល់អស់ដែរកាលពីថ្ងៃទី21ខែតុលាឆ្នាំ2013ជាចុងក្រោយតាងនាមឲ្យយើងខ្ញុំទាំងអស់ជាសមាជិកនៃកម្មវិធីមូលនិធិដើម្បីកូនកំព្រានិងចាស់ជរាខ្មែរនិងតំណាងឲ្យមន្ទីរពេទ្យគុណធបុប្ផាសូមប្រសិទ្ធពរជ័យបវរសួស្តីសេចក្តីសុខសន្តិភាពកើតមានដល់សប្បុរសជនទាំងអស់ព្រមទាំងសម្រេចបាននៅពុទ្ធពរទាំង5ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិធានៈកំបីឃ្លៀងឃ្លាតឡើយធ្វើនៅតិចសាសសហរដ្ឋអាមេរិកតំណាងកម្មវិធីមូលនិធិដើម្បីកូនកំព្រាខ្មែរនិងចាស់ជរាប៊ូដាកែវ